រឿងក្តីឃាតកម្មមួយបានកើតឡើងកាលពីថ្ងៃទី22ខែសីហាឆ្នាំ2025នៅឯស្ថានីយ៍រថភ្លើងមួយកន្លែងក្នុងទីក្រុង Charlotte រដ្ឋ North Carolina សហរដ្ឋអាមេរិកដោយជនរងគ្រោះនាងមានឈ្មោះថា Irina Zoroska គឺជាជនភៀសខ្លួនសញ្ជាតិអ៊ុយក្រែនដែលបានភៀសខ្លួនចាកចេញមករស់នៅឯសហរដ្ឋអាមេរិកចំណែកឯជនសង្ស័យដែលជាឃាតករគេមានឈ្មោះថា Nicholas Brown Jr. ត្រូវបានចាប់ខ្លួនភ្លាមៗក្រោយពីពេលចាក់ចេញពីរថភ្លើងហើយក៏ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកម្រិតទី1រឿងក្តីឃាតកម្មនៃការសម្លាប់មួយនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមនុស្សជុំវិញពិភពលោកឲ្យមានការអាណិតទៅលើជនរងគ្រោះយ៉ាងខ្លាំងដោយសារតែនាងគឺជាក្មេងស្រីជនភៀសខ្លួនដែលបានចាក់ចេញពីប្រទេសកំណើតដើម្បីស្វែងរកសុវត្ថិភាពនៅឯសហរដ្ឋអាមេរិកប៉ុន្តែនាងបែរជាត្រូវបានស្លាប់ក្រោមស្នាដៃជនដែលមិនស្គាល់មុខទៅវិញវីដេអូនៃការសម្លាប់មួយនេះបានបង្កឲ្យមានកំហឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលនាំឲ្យមានការពិភាក្សាគ្នាអំពីគោលនយោបាយសន្តិសុខនៃជនអន្តោប្រវេសន៍ការរើសអើងពណ៌សម្បុរគម្លាតនៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនិងប្រព័ន្ធសុខភាពផ្លូវចិត្តគួរបញ្ជាក់ផងដែរថា Irina គឺជាក្មេងស្រីជនជាតិអ៊ុយក្រែននាងបានកើតនៅថ្ងៃទី22ខែឧសភាឆ្នាំ2002នៅឯទីក្រុងគៀវក្នុងប្រទេសអ៊ុយក្រែនដែលនាងមានអាយុ23ឆ្នាំនៅពេលដែលនាងបានស្លាប់នោះ Irina បានសិក្សានៅឯមហាវិទ្យាល័យ Zenichi ក្នុងទីក្រុងគៀវហើយបានទទួលសញ្ញាបត្រផ្នែកសិល្បៈនិងការស្ដារឡើងវិញបន្ទាប់ពីមានការលុយលុករបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនគ្រួសារ Irina បានផ្លាស់ប្ដូរពីការរស់នៅក្នុងផ្ទះល្វែងរបស់ពួកគេទៅនៅឯជំរំភៀសសឹកជាច្រើនខែហើយបន្ទាប់មក Irina ម្ដាយនិងបងស្រីព្រមទាំងប្អូនប្រុសរបស់នាងក៏បានធ្វើអន្តោប្រវេសន៍ទៅរស់នៅឯសហរដ្ឋអាមេរិកក្នុងកំឡុងឆ្នាំ2022ចំណែកឯឪពុករបស់នាងក៏បានបន្តរស់នៅក្នុងប្រទេសអ៊ុយក្រែនខណៈពេលដែលច្បាប់បានរារាំងបុរសដែលមានអាយុចន្លោះពី18ទៅ60ឆ្នាំមិនឲ្យចាក់ចេញពីប្រទេសជាដាច់ខាតហើយគាត់ក៏មិនអាចទៅចូលរួមពិធីបុណ្យសពរបស់កូនស្រីគាត់នៅឯសហរដ្ឋអាមេរិកបានដែរគួរបញ្ជាក់ផងដែរថាបន្ទាប់ពី Irina បានមករស់នៅឯសហរដ្ឋអាមេរិកនាងបានចាប់យកការងារជាច្រើនផ្សេងពីគ្នាហើយក៏បានចាប់ផ្ដើមរៀនភាសាអង់គ្លេសដើម្បីងាយស្រួលក្នុងការរស់នៅបន្ទាប់ពីបានចោះឈ្មោះចូលរៀននៅឯមហាវិទ្យាល័យ Irina ក៏បានចូលបម្រើការងារជាអ្នករត់តុនៅឯហាងភីហ្សាមួយក្នុងទីក្រុង Charlotte តែម្ដងនៅយប់នៃការវាយប្រហារ Irina បានបញ្ចប់ការងារនៅឯហាងភីហ្សារួចក៏បន្តឡើងជិះរថភ្លើងដើម្បីបន្តដំណើរត្រឡប់ទៅកាន់ផ្ទះរបស់នាងវិញចំណែកឯជនសង្ស័យដែលមានឈ្មោះថា Nicholas Brown Jr. ដែលមានអាយុ34ឆ្នាំគេមានប្រវត្តិឧក្រិដ្ឋកម្មជាច្រើនដងបើរាប់គិតតាំងពីឆ្នាំ2007មកគេត្រូវបានប៉ូលីសចាប់ខ្លួនចំនួន14ដងនៅឯ Mecklenburg County រដ្ឋ North Carolina ដោយកាត់ទោសពីបទប្លន់ប្រដាប់អាវុធកាន់កាប់អាវុធខុសច្បាប់បំបែកនិងចូលផ្ទះអ្នកដទៃនិងបានជាប់ពន្ធនាគារអស់រយៈពេល5ឆ្នាំបើគិតតាំងពីឆ្នាំ2015ដល់2020នៅពេលត្រូវបានដោះលែងម្ដាយរបស់ប្រោនបាននិយាយថាប្រោនតែងតែប្រើអំពើហិង្សានៅក្នុងផ្ទះនិងត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺវិកលចរិតរួចក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរហូតដល់ឆ្នាំ2024បន្ទាប់ពីឈប់ប្រើប្រាស់ថ្នាំវិកលចរិតប្រោនបានចាក់ចេញពីមន្ទីរពេទ្យនិងបានបន្តរស់នៅគឺជាជនអនាថានៅដើមខែមករាឆ្នាំ2025ប្រោនក៏ត្រូវបានចាប់ខ្លួនម្ដងទៀតពីបទទេទៅកាន់លេខ911ដើម្បីរំខានប៉ូលីសក្នុងការធ្វើការប៉ុន្តែក៏ត្រូវបានគេដោះលែងមកវិញកាលពីថ្ងៃទី22ខែសីហាឆ្នាំ2025បន្ទាប់ពីចេញពីធ្វើការ Irina បានដើរសម្ដៅទៅកាន់ស្ថានីយ៍រថភ្លើងមួយកន្លែងដែលស្ថិតក្នុងសង្កាត់ Charlotte រដ្ឋ Carolina សហរដ្ឋអាមេរិកវីដេអូឃ្លាំមើលបានបង្ហាញថា Irina បានឡើងរថភ្លើងហើយក៏បានទៅអង្គុយពីមុខបរិសុទ្ធជនសង្ស័យស្បែកខ្មៅម្នាក់4នាទីក្រោយមកបរិសុទ្ធស្បែកខ្មៅម្នាក់នោះក៏បានទាញកំបិតពីហោប៉ៅអាវរបស់គាត់ហើយបានចាក់ទៅលើ Irina 3ដងពីខាងក្រោយនិងម្ដងនៅត្រង់បំពង់កកំឡុងពេលនឹងដែរ Irina មានភាពតក់ស្លុតយ៉ាងខ្លាំងនាងនៅតែបន្តដឹងខ្លួននិងសម្លឹងទៅមើលកាន់បរិសុទ្ធម្នាក់នោះទាំងងឿងឆ្ងល់រួចក៏បន្តមើលទៅកាន់មុខរបួសរបស់ខ្លួនក្នុងអាការៈយំខ្សឹបខ្សួលប្រហែល7នាទីក្រោយមក Irina ក៏បានដួលធ្លាក់ពីលើកៅអីចុះទៅខាងក្រោមឈាមក៏បានបន្តរហូតដាបពាសពេញផ្ទៃរថភ្លើងនៅត្រង់កន្លែងដែលនាងដួលធ្លាក់ចុះទៅនោះគ្មានបុគ្គលិកសន្តិសុខមានវត្តមាននៅក្នុងរថភ្លើងកំឡុងពេលកើតហេតុនោះទេប៉ុន្តែយ៉ាងហោចណាស់មានមនុស្ស4នាក់ផ្សេងទៀតដែលកំពុងអង្គុយនៅក្បែរ Irina បានឃើញនៅហេតុការណ៍ទាំងមូល
ប៉ុន្តែពួកគេហាក់ដូចជាមិនបានបញ្ចេញនៅសកម្មភាពអ្វីទាំងអស់ឬក៏ពួកគេអាចនឹងភ័ន្តភាំងនៅអ្វីដែលបានកើតឡើងភ្លាមៗបែបនេះអេរីណាត្រូវបានគេប្រកាសថាបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុការធ្វើកសោវិច័យបានបញ្ជាក់ពីមូលហេតុនៃការស្លាប់មួយនេះគឺបណ្ដាលមកពីមុខរបួសដែលបានចាក់ត្រូវចំបំពង់កនោះឯងចំណែកបរិសដែលបង្កហេតុនោះបន្ទាប់ពីបានចាក់ចេញពីទូរថភ្លើងរយៈពេលប្រហែលជា2នាទីក៏ត្រូវបានក្រុមប៉ូលីសចាប់ខ្លួនភ្លាមៗនិងត្រូវបានដឹកជញ្ជូនទៅព្យាបាលរបួសដៃនៅឯមន្ទីរពេទ្យនាយកដ្ឋានប៉ូលីសរដ្ឋ Charlotte បានដាក់ឈ្មោះប្រាណថាជាជនសង្ស័យប៉ុន្តែភ្លាមៗគេមិនបានបង្ហាញពីហេតុផលនៃការឈានទៅដល់ការចាក់សម្លាប់ទៅលើជនរងគ្រោះនោះឡើយក្រោយការចាប់ខ្លួនប្រាណត្រូវបានគេបញ្ជូនទៅវាយតម្លៃអំពីបញ្ហាផ្លូវចិត្តអស់រយៈពេលប្រហែលជា60ថ្ងៃនៅឯមន្ទីរពេទ្យក្នុងតំបន់និងត្រូវបានគេចោទប្រកាន់ពីបទមនោសញ្ឃាតក្នុងកម្រិតទី1គាត់កំពុងត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលឃុំឃាំង County Mecklenburg ការស៊ើបអង្កេតនៅតែបន្តដោយអង្គភាពឃាតកម្មរបស់ CMPD បានលើកទឹកចិត្តសាធារណជនឲ្យផ្ដល់ព័ត៌មានពាក់ព័ន្ធណាមួយដែលពួកគេបានដឹងនៅថ្ងៃទី22ខែកញ្ញាឆ្នាំ2025ថ្មីៗនេះមានការប្រារព្ធពិធីរំលឹកដល់ការស្លាប់របស់អេរីណានិងជនរងគ្រោះផ្សេងៗដែលបានស្លាប់បាត់បង់ជីវិតដោយការប្រើអំពើហិង្សាពួកគេក៏បានរៃអង្គាសប្រាក់ដើម្បីជួយដល់គ្រួសារជនរងគ្រោះផងដែររដ្ឋាភិបាលក៏បានសម្រេចចិត្តអនុញ្ញាតឲ្យក្រុមគ្រួសាររបស់ជនរងគ្រោះរបស់អេរីណាបញ្ចុះសពរបស់នាងនៅឯសហរដ្ឋអាមេរិកទៀតផងដោយសារតែរឿងក្តីឃាតកម្មមួយនេះទើបតែកើតឡើងដូច្នេះឃាតករកំពុងស្ថិតក្នុងការស៊ើបអង្កេតដោយមិនទាន់មានការកាត់ទោសណាមួយឡើយមតិខ្លះបានបញ្ចេញមកថាក្តីឃាតកម្មនេះកើតឡើងដោយសារតែឃាតករគឺជាមនុស្សវិកលចរិតអ្នកខ្លះក៏បានលើកឡើងថាជាការប្រកាន់ពូជសាសន៍និងពណ៌សម្បុរអីចឹងទៅចុះអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរចំពោះរឿងក្តីឃាតកម្មមួយនេះចូលរួមបញ្ចេញមតិយោបល់ដើម្បីចែករំលែកដល់អ្នកផ្សេងៗឲ្យបានដឹងអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត